សូមជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ថ្ងៃនេះដែរខ្ញុំមានជាវីដេអូខ្លីមួយសម្រាប់បង្ហាញបន្ថែមទៅលើការភ្ជាប់ទៅលើគណនីក៏ដូចជាការបំពេញនៅព័ត៌មានរបស់អ្នកប្រើប្រាស់នៅក្នុងកម្មវិធីទូរស័ព្ទដៃមួយ EdTech App ផងដែរបាទអញ្ចឹងជាដំបូងខ្ញុំសូមចូលទៅកាន់ App Store បាទដើម្បីធ្វើការដំឡើងទៅលើកម្មវិធីមួយ EdTech ជាមុនសិនបាទបន្ទាប់មកខ្ញុំធ្វើការស្វែងរកដោយវាយពាក្យថាមួយ EdTech បាទដើម្បីធ្វើការដំឡើងកម្មវិធីបាទបន្ទាប់ពីវាពាក្យថាមួយ EdTech រួចនឹងឃើញកម្មវិធីមួយ EdTech បាទខ្ញុំធ្វើការចុចដំឡើងកម្មវិធីបាទដោយរងចាំបន្តិចដើម្បីធ្វើការដំឡើងរួចរាល់បាទបន្ទាប់ពីដំឡើងរួចរាល់ហើយខ្ញុំធ្វើការបើកទៅលើកម្មវិធីមួយ EdTech បាទខ្ញុំធ្វើការជ្រើសរើសភាសាបាទជាភាសាខ្មែរហើយចុចពាក្យថាបន្ទាប់បាទនេះជាការ allow notification បាទចឹងបន្ទាប់ពីលោកគ្រូឬក៏សិក្សានុសិស្សគាត់បានdownload រួចរាល់នៅក្នុង account ទូទៅគឺជាភ្ញៀវបាទអញ្ចឹងតម្រូវឲ្យលោកគ្រូនិងសិស្សានុសិស្សធ្វើការភ្ជាប់គណនីជាមុនសិននិងបំពេញទៅលើបំពេញព័ត៌មានផ្ទាល់ខ្លួនជាមុនសិនបាទអញ្ចឹងខ្ញុំសូមធ្វើការភ្ជាប់គណនីដោយប្រើប្រាស់ជាមួយនឹងការភ្ជាប់ទៅលើ Google account បាទចឹងខ្ញុំធ្វើការភ្ជាប់ជាមុនសិនបាទជ្រើសរើសគណនីបាទសម្រាប់គណនីនេះដែរគឺលោកគ្រូឬក៏សិស្សានុសិស្សត្រូវតែជ្រើសរើសទៅលើគណនីណាដែលលោកគ្រូឬក៏សិស្សានុសិស្សប្រើប្រាស់ជាចាំបាច់បាទចឹងខ្ញុំធ្វើការ continue បាទ follow ទៅតាមការណែនាំរបស់ Google ដើម្បីធ្វើការភ្ជាប់ទៅលើកម្មវិធីនេះដែរកម្មវិធីមួយ EdTech បាទចឹងខ្ញុំធ្វើការភ្ជាប់រួចរាល់ហើយបាទចឹងខ្ញុំធ្វើការបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំជាមុនសិនបាទជាប្រភេទគណនីបាទសូមលោកគ្រូឬក៏សិស្សានុសិស្សជ្រើសរើសប្រភេទគណនីជាមុនសិនបន្តមកទៀតធ្វើការបំពេញនៅព័ត៌មានតាមការណែនាំរបស់កម្មវិធីបាទអញ្ចឹងខ្ញុំជ្រើសរើសប្រភេទគណនីជាសិស្សបាទហើយបន្តមកទៀតខ្ញុំធ្វើការដាក់ឈ្មោះរបស់ខ្ញុំផ្ទាល់ជ្រើសរើសភេទបាទជ្រើសរើសទៅលើថ្ងៃខែឆ្នាំកំណើតទៅលើជ្រើសរើសទៅលើខេត្តបាទបន្តមកទៀតជ្រើសរើសស្រុកខណ្ឌផ្សេងក៏ដូចជាថ្នាក់រៀនបាទជាពិសេសនោះផងដែរគឺអត្តលេខរបស់សិស្សានុសិស្សផ្ទាល់បាទបើសិនជាប្រភេទគណនីនោះជាប្រភេទគណនីសិស្សបាទសូមធ្វើការបំពេញទៅលើអត្តលេខជាចាំបាច់បាទបន្តមកទៀតអាចធ្វើការ upload ទៅលើរូបថតបាទ upload ទៅលើរូបថតដោយយករូបថតជាសិស្សបាទថតដូចជារូបថតកាតផងដែរបាទខ្ញុំធ្វើការបំពេញទៅលើព័ត៌មានផ្ទាល់ខ្លួនរួចរាល់បាទអញ្ចឹងខ្ញុំអាចប្រើប្រាស់ទៅលើកម្មវិធីមួយ EdTech App នេះបានហើយបាទដោយមានទៅលើមុខងារជាច្រើនសម្បូរបែបនៅក្នុងការធ្វើតេស្តឬក៏អាចរៀនបាននៅក្នុងកម្មវិធីមួយ EdTech App នេះផងដែរបាទ